សុស្ដីបងប្អូនថ្ងៃនេះមកនាំបងប្អូនមកមើលសួនតំណាំខ្ញុំនៅខាងលើត្បូងផ្ទះណាហើយនេះដើមផ្លែម៉ាបូរីអូនិយាយទៅផ្លែច្រើនមែនតើឆ្ងាញ់ណាបងប្អូនអើយហើយខែនេះនិយាយថាសម្បូរហើយនេះផ្លែ Fing ណា Fing លវារបស់បារាំងឆ្ងាញ់អានេះញ៉ាំជួយសុខភាពបើនៅស្រុកបារាំងវិញគឺយកមកធ្វើផ្អែមណាបងប្អូនដាក់លើនំអាហ្នឹងថ្លៃអានេះដើម Basil បើយើងទៅជីនេះអញ្ចឹងហើយមានអីគេដើម Rosemary ហើយនឹងអាក្រូចឆ្មាទូចហ្នឹងណាហើយមាន blackberry ខ្ញុំបានផ្លែដែរតែថាវាមិនបានច្រើនទេវាបានទៅប្រហែលគ្រាប់ដែរស្អីយើងទៅដាំត្បូងណាហើយតាពាំងបាយជូរតែខែនេះដូចអត់ទាន់ប្រមូលផលទេបងប្អូនតាពាំងបាយជូរហ្នឹងឆ្ងាញ់ខ្ញុំចូលចិត្តញ៉ាំហើយពេលព្រឹកឡើងគឺសរសៃមែនតើនេះលើត្បូងផ្ទះពួកខ្ញុំហើយខ្ញុំមានដាំដូចជាសសក់មានសាឡាត់អញ្ចឹងណាទុកញ៉ាំទ្រាប់ជាមួយបន្លែញ៉ាំមួយត្រីមួយអីអញ្ចឹងទៅហ្នឹងហើយនិយាយទៅពេលធន់ថប់ម្ដងយើងឡើងមកមើលតំណាំអញ្ចឹងវាសោះស្រាយមួយយ៉ាងដែរបងប្អូនមើលស្អាតណាបងប្អូនខ្ញុំមើលពីព្រលឹមជក់សោះស្រាយចូលចិត្តជាផ្សេងថ្ងៃសៅរ៍អាទិត្យអីឡើងមកសមាធិហើយនឹងអង្គុយលេងលឿងហឹងហើយនេះតកួនដែលយើងដាំចេញជាផលផ្លែហើយមិនមានពោតមានអីអញ្ចឹងណាហើយនេះផ្លែ Mulberry ដែលខ្ញុំនិយាយប្រាប់ថាដាំបានផ្លែតិចតួចហ្នឹងណាចាមានតែប៉ុណ្្នឹងទេហើយនេះតាពាំងរបស់ជូររបស់យើងដែលយើងធ្លាប់បេះញ៉ាំឆ្ងាញ់បងប្អូនឆ្ងាញ់ចាអរគុណច្រើន